បាទសូមលំអរកាយគោរពជំរាបសួរពុកម៉ែបងប្អូនជាទីគោរពរាប់អានសូមស្វាគមន៍មកសារជាថ្មីម្ដងទៀតមកកាន់ Channel Page របស់ចន្ទាស្រឡាញ់ធម្មជាតិតើថ្ងៃនេះពុកម៉ែបងប្អូនសុខសប្បាយជាទេចំណែកឯមុខជំនួញរកទទួលទានវិញយ៉ាងដូចម្ដេចដែរចំណែកខ្ញុំបាទវិញមានសេចក្តីនឹករលឹកដល់ពុកម៉ែបងប្អូនជាពន់ពេកទាំងពុកម៉ែបងប្អូននៅក្នុងប្រទេសដូចជាក្រៅប្រទេសផងដែរសូមផ្ញើសេចក្តីនឹករលឹកតាមវីដេអូមួយនេះតោះកុំអោយពុកម៉ែបងប្អូនទន្ទឹងរង់ចាំយូរយើងទៅទស្សនាវីដេអូឲ្យបានស្គាល់ទាំងអស់គ្នាវាមានគុណតម្លៃយ៉ាងណាខ្លះហើយផ្នែកឱសថយ៉ាងណាខ្លះឈ្មោះវាមានដូចម្ដេចវាដុះតាមរបៀបណាសម្រាប់បងប្អូនគាត់ចង់ដឹងចង់ចេះចង់ចាំហើយគាត់កំពុងតែស្វែងរកថារុក្ខជាតិណាត្រូវនឹងជំងឺរបស់គាត់ប្រហែលត្រេកត្រអាលចង់ដឹងមែនតែនហើយអញ្ចឹងបន្តិចទៀតនេះបងប្អូនខ្ញុំនឹងជម្រាបជូនពុកម៉ែបងប្អូនអំពីអត្ថប្រយោជន៍របស់ដើមត្រកួនកន្ទ្រាចបងប្អូនណាដើមត្រកួនកន្ទ្រាចដើមត្រកួនកន្ទ្រាចហ្នឹងយកដើមយកទៅហូបឬមួយក៏ស្លឹកហើយដាំទឹកប្រមាណលីត្រហូបមួយថ្ងៃប្រមាណដងប្រើមួយថ្ងៃប្រមាណក្រាមប្រើស្រស់ឬមួយក៏ងៀតអញ្ចឹងខ្ញុំនឹងរៀបរាប់ប្រាប់បងប្អូនបន្តិចទៀតនេះអញ្ចឹងកុំអោយពុកម៉ែទន្ទឹងរង់ចាំយូរតោះទៅមើលរបៀបប្រើប្រាស់ថ្នាំទាំងអស់គ្នាណាបងប្អូនតោះទៅទស្សនាដើមត្រកួនកន្ទាចហ្នឹងយកមកធ្វើថ្នាំព្យាបាលជំងឺទល់លីមុជំងឺទាច់ទឹកហើមដៃហើមជើងនោមតឹងនោមក្រហាយប្រមេះទឹកបាយស្ត្រីធ្លាក់សណាបងប្អូនណាប៉ុណ្ណឹងយើងមកស្ដាប់វិធីប្រើប្រាស់ថ្នាំទាំងអស់គ្នាបងប្អូនណាអញ្ចឹងវិធីប្រើប្រាស់ថ្នាំវិញយកដើមត្រកួនកន្ទាចហ្នឹងទាំងមូលបងប្អូនណាទាំងមូលតែអត់យកផ្លែនិងផ្ការបស់វាទេណាបងប្អូនណាផ្លែនិងផ្កាហាមផ្ដាច់អត់ឲ្យប្រើទេរួចយើងយកទៅចិញ្ច្រាំឲ្យវាល្អិតបន្តិចទៅរួចយកទៅហាលឲ្យស្ងួតហាល2ទៅ3ថ្ងៃបងប្អូនណាហាល2ទៅ3ថ្ងៃឲ្យស្ងួតអញ្ចឹងយើងយកចំនួន25ក្រាម25ក្រាមហើយយើងដាំទឹក2លីត្ររំងាស់ពី10ទៅ15នាទីទៅហូបថ្នាំវិញមួយថ្ងៃហូបតែ3ដងទេព្រឹកមួយកូនកែវតូចបងប្អូនមួយកែវថ្ងៃមួយកែវនិងល្ងាចមួយកែវពេលហូបថ្នាំហូបមុនបាយទាំងអស់ណាបងប្អូនហូបមួយកែវហ្នឹងហូបមុនបាយកន្លះម៉ោងទៅពេលថ្ងៃត្រង់ក៏ដូចគ្នាល្ងាចក៏ដូចគ្នាបងប្អូនណាអញ្ចឹងហើយហូបមួយថ្ងៃទៅ3ដងទេហើយហាមស្ត្រីមានផ្ទៃពុះនិងកូនក្មេងអត់ឲ្យប្រើទេណាបងប្អូនកូនក្មេងនិងស្ត្រីមានផ្ទៃពុះអត់ឲ្យប្រើទេហាមផ្ដាច់អត់ឲ្យប្រើទេជំងឺដែលខ្ញុំរៀបរាប់ដោយប្រាប់បងប្អូននៅលើហ្នឹងបងប្អូនណាគឺពូកែមែនបងប្អូនខ្ញុំសិក្សាហើយនឹងជួយព្យាបាលគេហើយនឹងប្រើខ្លួនឯងបងប្អូននិយាយរួមប្រើខ្លួនឯងតើពី5ថ្ងៃទៅ7ថ្ងៃគឺដឹងហ្មងបងប្អូនសំខាន់គឺទាច់ទឹកនឹងបងប្អូនទាច់ទឹកខ្ញុំព្យាបាលគេជាឲ្យបងប្អូន2ទៅ3នាក់ហើយនិយាយមែនខ្ញុំអត់កុហកបងប្អូនទេខ្ញុំចង់ឲ្យបងប្អូនចេះរកខ្លួនឯងនិងទី2គឺឲ្យបងប្អូនយើងជាទល់លីមុហ្នឹងក៏ប្រកែដែរបងប្អូននោមក្រហាយប្រមេះទឹកបាយហ្នឹងគឺប្រកែមែនបងប្អូនខ្ញុំសូមនិយាយមួយបងប្អូនចង់បានយកទៅធ្វើជាឱសថណាបងប្អូនណាបងប្អូនតាក់ទងមកបានតាក់ទងមកខ្ញុំរកឲ្យបងប្អូនឆាតមកក៏បានទេមកក៏បានបងប្អូនអត់មានបញ្ហាខ្ញុំដឹងកន្លែងមួយច្រើនណាបងប្អូនចិត្តសមុទ្រមិនមានបងប្អូនមកវាលមកបាញ់ច្រើនមែនទៀនបងប្អូនណាច្រើនណាស់ខ្ញុំរកឲ្យបងប្អូនខលមកក៏បានឆាតមកក៏បានខ្ញុំចាំទទួលបងប្អូនអញ្ចឹងមានប៉ុណ្ណឹងបងប្អូនខណៈពេលនេះខ្ញុំសូមលំអរកាយគោរពលាពុកម៉ែបងប្អូនពូមីងទាំងអស់គ្នាតែត្រឹមប៉ុណ្ណឹងចុះហើយមួយទៀតសុំទោសទុកជាមុនបើខ្ញុំនិយាយទាស់សម្ដីកាយវិការណាមិនសមរម្យសូមពុកម៉ែបងប្អូនពូមីងខន្តីអភ័យទោសដល់រូបខ្ញុំបាទផងបាទសូមអរគុណនិងជម្រាបលាបាយ